បងជុំគ្នាដឹងធ្វើអីញ៉ាំមែនអត់ឥឡូវមករៀនធ្វើញោមជាមួយខ្ញុំទាំងអស់គ្នាថ្ងៃនេះខ្ញុំមកញោមតាយងចេកជាមួយសាច់ជ្រូក3ជាន់ហើយយើងមិនមែនមានតែតាយងចេកមួយមុខទេណាបន្លែយើងដាក់បន្ថែមពីលើនឹងខ្លះដែរហើយគ្រឿងផ្សំរបស់យើងគឺទំនងមែនតែនហ្មងអញ្ចឹងតោះឥឡូវយើងមកចាប់ផ្ដើមហាន់គ្រឿងសម្រាប់គ្រឿងក្រៅយើងបានរៀបចំរួចឥឡូវចាប់ផ្ដើមមកហាន់គ្រឿងដែលយើងបានរៀបចំទុកមុននឹងបន្តិចហើយសម្រាប់ការ៉ុតវិញខ្ញុំយកមកឈូសជាតសៃអញ្ចឹងការ៉ុតបងប្អូនចង់ហាន់វាក៏បានដែរហាន់ឲ្យតូចតែសម្រាប់ខ្ញុំឈូសចឹងហ្មងទៅសម្រាប់ត្រសក់វិញខ្ញុំហាន់ជាប្រទេសវែងចេះដល់ពេលយើងធ្វើទៅវាឆ្ងាញ់ណាអញ្ចឹងបើបងប្អូនចង់ហាន់អីខុសពីហ្នឹងក៏បានដែរតែសម្រាប់ខ្ញុំធ្វើអញ្ចឹងទៅហើយសម្រាប់ម្ទេសវិញយើងហាន់ដូចគ្នានិយាយទៅមួយមុខនេះយើងហាន់ដូចគ្នាទាំងអស់ហ្មងតសៃរៀងវែងហើយស្ដាងមកពេលយើងធ្វើទៅវាងាយចូលជាតិល្អហើយទន់ល្អលឿនមែនតែនហើយអញ្ចឹងយើងហាន់គ្រឿងក្រៅយើងរៀបឲ្យអស់មកមួយមុខនេះយើងធ្វើគ្រឿងហើយពេលយើងធ្វើញោមតាមផ្លែតហើយសម្រាប់សាច់ជ្រូកវិញខ្ញុំហាន់ជាប្រទេសស្ដាងដូចគ្នាបន្ទាប់ពីហាន់ជាប្រទេសស្ដាងហើយយើងចាប់ផ្ដើមហាន់វាជាល្អិតតូចហើយសាច់ជ្រូកថ្ងៃហ្នឹងសាច់ល្អមែនតែនហ្មងតែឥឡូវគ្រឿងក្រៅយើងបានរួចរាល់អស់ណាសម្រាប់តាយងចេកនេះខ្ញុំយកមួយចានរៀងធំដែរដោយសារតែយើងបដោតទៅលើតាយងចេកឲ្យច្រើនណាបន្លែក្រៅពីហ្នឹងយើងយកបន្តិចទេហើយគ្រឿងញ៉ាំរបស់យើងអត់មានអីក្រៅពីទឹកត្រីប៊ីចេងស្ករទឹកក្រូចឆ្មាសម្រាប់ម្ទេសនេះវិញខ្ញុំដាក់អាម្ទេសអត់ហឹរណាដោយសារនៅតែមានក្មេងតូចអញ្ចឹងយើងធ្វើអាអត់ហឹរទៅបើបងប្អូនអត់មានក្មេងដាក់ហឹរតិចទៅមួយមុខនេះគឺឆ្ងាញ់អញ្ចឹងយើងកូរអាទឹកញ៉ាំនឹងឲ្យចូលជាតិល្អមកឥឡូវយើងមកចាប់ផ្ដើមដាក់បន្លែញ៉ាំវិញម្ដងសម្រាប់បន្លែបងប្អូនចង់បន្ថែមអីទៀតក៏បានដែរហើយញ៉ាំនេះជីខ្ញុំមានតែ2មុខទេបងប្អូនខ្លះមានច្រើនមុខអញ្ចឹងគាត់ដាក់ច្រើនមុខរត់តែឆ្ងាញ់ហើយសម្រាប់មួយមុខនេះដែរបើបងប្អូនខ្លះគាត់ធ្វើរបៀបថាដាក់អាជីហ្នឹងរបៀបក្រោយអញ្ចឹងពីលើអញ្ចឹងប៉ុន្តែខ្ញុំចង់យករបៀបច្បល់ចូលគ្នាទាំងអស់អញ្ចឹងទៅវាឆ្ងាញ់ហើយយើងចាក់ទឹកត្រីបានលាយចូលមិញចូលមកហើយគ្រឿងក្រៅបងប្អូនអាចលៃតាមនឹងបានធ្វើតិចធ្វើច្រើនចូលចិត្តរសជាតិបែបណាយើងដាក់បែបហ្នឹងទៅមួយមុខនេះបើយើងរៀបគ្រឿងហើយវាអត់យូរទេធ្វើតាមផ្លែតបានញ៉ាំហើយអានេះខ្ញុំរៀបហើយទាំងអស់ហាន់តែបន្លែពីមុខហ្នឹងសាច់ជ្រូកក៏ស្ងោររួចសណ្តែកដីអីក៏បុករួចទាំងអស់អញ្ចឹងយើងធ្វើអត់យូរទេតាមផ្លែតបានញ៉ាំហើយបើនិយាយពីរសជាតិវិញគឺឆ្ងាញ់មែនតើហ្មងហើយឥឡូវញ៉ាំបើយើងបានរួចរាល់ណាមួយមុខនេះបើសិនជាយើងដាក់បកាដាក់អីទៀតរត់តែឆ្ងាញ់ហើយបន្ទាប់មកទៀតយើងរោយតែសណ្តែកដីមករួចជាការស្រេចទេសណ្តែកដីបើបងប្អូនអត់ចូលចិត្តក៏អត់ដាក់ក៏បានដែរតែសម្រាប់ខ្ញុំដាក់ទៅវាឈ្ងុយអញ្ចឹងបងប្អូនអាចសាកធ្វើញ៉ាំបានចំណាយលុយតិចហើយបានច្រើនមែនទែន